ខ្ញុំធ្លាប់ធ្វើខកូកន្លងមកមានបងប្អូនខ្លះគាត់និយាយថាមិនដែលអ្នកណាធ្វើខកូដាក់ពេញប៉ោះខ្ញុំឮហើយខ្ញុំចង់សើចទៅដោយសារអីព្រោះសារខ្ញុំប្រើអញ្ចឹងហើយខ្ញុំធ្វើអញ្ចឹងឆ្ងាញ់ក៏ខ្ញុំធ្លាប់ដៃខ្ញុំធ្វើតែអញ្ចឹងទៅហើយឃើញខកូមួយឆ្នាំងធំអញ្ចឹងបងប្អូនកុំច្រឡំថាមានកម្មវិធីអីណាតាមក៏ពិតអាហារពេលព្រឹកផ្ទះបងប្អូនខ្ញុំទេដោយសារសមាជិកច្រើនដល់ពេលធ្វើច្រើនអញ្ចឹងទៅក៏ឆ្លៀតបង្ហាញបងប្អូនពីរបៀបធ្វើខកូរបស់ខ្ញុំតែម្ដងទៅតាមក៏ពិតសម្រាប់អាហារមួយមុខតាមទម្លាប់គ្រួសាររៀងៗខ្លួនខ្ញុំជឿថាអត់ដូចគ្នាទេខ្ញុំធ្វើបែបហ្នឹងរសជាតិឆ្ងាញ់អញ្ចឹងហើយខ្ញុំអត់តែចោលទេគឺខ្ញុំធ្វើបែបហ្នឹងឯងបងប្អូនហើយខកូខ្ញុំអត់មានអីច្រើនទេចំពោះសាច់វិញបងប្អូនខ្ញុំប្រើសាច់មានតសៃមានសាច់ឆ្អឹងជំនីមានបាងពោះអីចឹងទៅខ្ញុំប្រើលាយគ្នាហើយគ្រឿងវិញអត់មានអីច្រើនដូចគ្នាខ្ញុំប្រើគល់ក្រែងដែងលក្ខូចសើចហើយនឹងគ្រឿងខកូហើយយើងប្រើម្ទេសឆ្អើបន្តិចដែរម្ទេសឆ្អើច្រាមហ្នឹងយើងដាក់គោគ្រឿងឲ្យក្លិនឈ្ងុយមកខ្ញុំចាក់ពេញប៉ោះចូលហើយយើងប្រើស្ករត្នោតស្ករអីចឹងមកលាយឡំចូលគ្នាចឹងមកហើយបានយើងចាក់សាច់គោចូលរងាស់រហូតដល់ដាច់ទឹកព្រៃបានខ្ញុំចាប់ផ្ដើមដាក់ទឹកចូលពេលខ្ញុំដាក់ទឹកចូលហើយខ្ញុំរងាស់រហូតដល់តែផុយល្អហើយទៅខ្ញុំចាប់ផ្ដើមដាក់ការ៉ុតចូលខ្ញុំបន្ថែមជាមួយនឹងប្រហិតខ្លះដែរដោយសារអីយើងមានប្រហិតមានអីចេះមកបងប្អូនមើលមួយឆ្នាំងឡើងធំហើយខកូមួយមុខនេះហ៊ាននិយាយថាឆ្ងាញ់បងប្អូនយើងដាក់ជាមួយមីជាមួយនំប៉័ងមួយអីត្រូវគ្រប់មុខមួយម្ដងឥឡូវឆ្អិនហើយបងប្អូនមើលទៅពីរបៀបធ្វើអត់មានអីពិបាកទេគ្រាន់តែថាមុខម្ហូបបែបហ្នឹងយូរយើងធ្វើម្ដងខ្ញុំរៀបចំញ៉ាំនេះខ្ញុំញ៉ាំជាមួយនំប៉័ងប៉ុន្តែជាទូទៅអ្នកផ្ទះចូលចិត្តញ៉ាំមីច្រើនជាងញ៉ាំជាមួយនំប៉័ងផ្អកចៀនផ្អកចំហុយប្រហុកច្រាមអីនេះគឺថាដល់រដូវកាលមកដល់ទៀតហើយបងប្អូនត្រូវមែនទែនមេឃតិចអញ្ចឹងនិយាយពីថាភ្លៀងវិញភ្លៀងជ្រុំរាល់ថ្ងៃតែម្ដងចុះបាយដាំបាយច្រើនផងណាបើសិនជាធ្វើមុខម្ហូបអស់ហ្នឹងតែមុននឹងចូលវិធីធ្វើបងប្អូនកុំភ្លេចជួយ like follow page ខ្ញុំម្នាក់មួយផងណាដើម្បីទទួលបាននូវវីដេអូថ្មីបន្តទៀតណាថ្ងៃនេះមានផ្អកថៃពោបងប្អូននិយាយពីផ្អកថៃពោថ្ងៃនេះគឺថាជូរឆ្ងាញ់មែនទែនអញ្ចឹងហើយអត់ចង់ជៀនទេចង់សាកយកមកឆាជាមួយនឹងសាច់ជ្រូកច្រាមយើងឆាដូចម៉ាំដែរបងប្អូនខ្ញុំឆាទៅបំពងខ្ទឹមសខ្ទឹមក្រហមអីហ្នឹងយើងពងមករួចហើយយើងពងឲ្យឈ្ងុយហើយយើងដាក់សាច់ជ្រូកច្រាមយើងចូលមកចាក់ដល់ទាំងស្លឹកទៀតយើងកូរសាច់ជ្រូកហ្នឹងឲ្យដាច់ទឹកព្រៃមកបងប្អូនពេលដាច់ទឹកព្រៃហើយសាច់ជ្រូកយើងរៀងក្រៀមបន្តិចហើយបានយើងចាប់ផ្ដើមដាក់ផ្អកចូលយើងដាក់ផ្អកចូលហើយយើងកូរច្បល់ឲ្យសាច់ផ្អកយើងរៀងឆ្អិនបន្តិចមកចាំយើងថែមគ្រឿងផ្សេងងាយស្រួលទេបងប្អូនអត់ពិបាកទេអត់មានថែមអីច្រើនទៀតថែមតែស្ករហើយនឹងប៊ីចេងមកបើសិនតែករណីបងប្អូនមានផ្អកអត់សូវជូរអញ្ចឹងបងប្អូនថែមអំពិលទុំហើយខ្ញុំមិនសូវចោលតែអាមុខម្ហូបអញ្ចឹងមកទេសស្អីហ្នឹងដាក់អើយចូលចិត្តណាស់ហើយបន្ទាប់ពីយើងថែមចឹងហើយយើងថែមទឹកមកយើងកូររហូតដល់តែផ្អកយើងនឹងផុយសាច់អស់ជាប់ជាមួយនឹងសាច់ជ្រូកនឹងតែម្ដងបងប្អូនអញ្ចឹងហើយបានយើងភ្លក់មើលរសជាតិមកទុកឲ្យរីងទឹកមកល្មមដែលយើងចង់បានមកបានហើយផ្អកហ្នឹងថាជូរបងប្អូនទៅពេលធ្វើទៅភ្លក់ទៅរៀងដូចស្ទើរបន្តិចក៏ថែមឲ្យរៀងដិតតិចមកដោយសារអីខ្ញុំចូលចិត្តបែបជូរអញ្ចឹងណាដល់ពេលអញ្ចឹងហើយថែមឲ្យរៀងជូរដិតបន្តិចមកឥឡូវនេះរួចរាល់ហើយតំណងមែនទែនជាមួយនឹងលក់ខ្ចីស្រស់ចឹងមកបងប្អូននិយាយពីថាឆ្ងាញ់ពេលភ្លៀងធ្លាក់ស្រេចមកយើងញ៉ាំចឹងមកចុះបាយណាបងប្អូនសិតតែមុខម្ហូបឡើងគីឡូទាំងអស់